បាទវីដេអូនេះដែរខ្ញុំសូមណែនាំបន្ថែមពីរបៀបអេដកាមេរ៉ាបន្ថែមចូលទៅកាន់ app តែមួយណាបាទអញ្ចឹងជាបឋមបាទឥឡូវយើងមាន app មួយហើយបាទយើងមានកាមេរ៉ាមួយគ្រាប់ហើយនៅក្នុង app ណាអញ្ចឹងនេះជាកាមេរ៉ាទី2ដែលអាចចាប់បានពីជ្រុងណាបាទអញ្ចឹងយើងចេញមកក្រៅសិនមកបាទនេះបានកាមេរ៉ាទី1របស់យើងណាបាទអញ្ចឹងយើងចង់ add កាមេរ៉ាមួយទៀតបាទ add កាមេរ៉ាមួយទៀតចូលមកកាន់ app តែមួយណាអញ្ចឹងបងប្អូនមើលមកខាងលើនេះបាទខាងលើនេះបាទគេសញ្ញាបូកនេះបាទបងប្អូនចុចចូលទៅបាទហើយបន្តមកទៀតបងប្អូនចុច add ណាបាទនេះកំពុងតែស្វែងរកហើយស្វែងរកបន្ថែមណាបន្ថែមកាមេរ៉ាមួយទៀតចូលបងប្អូនចុចទៅលើផ្ទាំងនេះបាទនេះគឺ Wi-Fi បានន័យថាយើងបញ្ជូន Wi-Fi ថ្មី Wi-Fi នេះទៅកាមេរ៉ាសុវត្ថិភាពមួយគ្រាប់ទៀតណាអញ្ចឹងពិនិត្យមើល Wi-Fi បានត្រឹមត្រូវបាទហើយលេខកូដគឺត្រឹមត្រូវអញ្ចឹងបងប្អូនចុចអូខេមកបាទនេះកំពុងតែបញ្ជូនបាទទិន្នន័យនៃ Wi-Fi ទៅកាមេរ៉ាមួយទៀតណាបាទអញ្ចឹងមុនហ្នឹងគឺយើងបានភ្ជាប់កាមេរ៉ាមួយហើយនៅវីដេអូមុនណាអញ្ចឹងឥឡូវភ្ជាប់កាមេរ៉ាមួយទៀតចូលទៅកាន់ app តែមួយបាទឥឡូវគឺ connect ហើយបាទរងចាំបន្តិចទៅចាំឲ្យដំណើរការបានគ្រប់ 100% ណាបាទអញ្ចឹងជោគជ័យហើយបាទនេះខ្ញុំបើកពន្លឺច្បាស់បាទឥឡូវជោគជ័យហើយបាទអញ្ចឹង add មួយទៀតចូលបានហើយអញ្ចឹងដូចទៅនឹងការ add នៅកាមេរ៉ាទី1ដែរបាទមកដល់ទម្រង់បែបនេះបងប្អូនដូរមកបាទឧទាហរណ៍ថាមុននោះខ្ញុំបានដាក់ថាក្នុងផ្ទះហើយណាបាទអញ្ចឹងមួយគ្រាប់ទៀតនេះដែលបងប្អូន add ចូលទៅក្នុង app ហ្នឹងអញ្ចឹងបងប្អូនដាក់ថាខាងក្រៅផ្ទះឬក៏បន្ទប់ទី1បន្ទប់ទី2បន្ទប់តែអីវ៉ាន់ឬក៏ហាងឬក៏ទីតាំងណាមួយណាអញ្ចឹងយើងមិនដាក់ឈ្មោះដើម្បីចំណាំថាកាមេរ៉ានេះស្ថិតនៅទីណាណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាដាក់ក្នុងហាងណាបាទអញ្ចឹងចេញមកក្នុងហាងហើយបាទក្នុងហាងបាទទូចទាល់ណាអញ្ចឹងយើងចុចគ្រីសមកបាទសញ្ញាក្រហមនេះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបើកាលណាយើងអត់ទាន់ដាក់ memory ចូលទៅក្នុងទេគឺវា load បែបនេះអញ្ចឹងបើសិនជាបងប្អូនអត់ឃើញបែបនេះបងប្អូនគួរតែដាក់ memory ចូលណាវាបញ្ជាក់ថាយើងមិនទាន់មាន memory នៅក្នុងកាមេរ៉ាសុវត្ថិភាពទេណាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងដំបូងបាទមុននឹងដោតភ្លើងបាទបងប្អូនដាក់បញ្ចូលនៅ memory ចូលទៅក្នុងម៉ាស៊ីនឲ្យហើយណាបាទចាំធ្វើការតាមការណែនាំនៃវីដេអូការដំឡើងឬការភ្ជាប់ Wi-Fi ណាបាទហើយបន្តមកទៀតឥឡូវបងប្អូនចុច complete មកបាទមកចុចអូខេបាទរួចរាល់ណាអញ្ចឹងគឺមកផ្ទាំងលោតមកទៀតហើយគឺជាកាមេរ៉ាទី2របស់យើងបាទនេះបាទកាមេរ៉ាទី1ខ្ញុំដាក់ថាក្នុងផ្ទះបាទកាមេរ៉ាទី2បាទខ្ញុំដាក់ថាក្នុងហាងណាអញ្ចឹងបងប្អូនចំណាំណាអញ្ចឹងបងប្អូនចំណាំនៅពេលដែលបងប្អូនចូលមើលបាទនៅពេលដែលបងប្អូនចូលមើលបងប្អូនឃើញឈ្មោះហើយណាបងប្អូនចូលមើលក្នុងហាងបងប្អូនចូលឈ្មោះក្នុងហាងមកណាបាទនេះហើយពេលដែលចូលមើលហ្នឹងគឺគេទាមទារឲ្យយើង confirm ណាអញ្ចឹងបងប្អូនចុចចូល confirm មកបាទដើម្បី restart machine ណាបាទរងចាំបន្តិចទៅបាទគឺក៏100%ហើយអញ្ចឹងបងប្អូនចុច confirm ទៀតណាដូចទៅនឹងការណែនាំនៃការ add កាមេរ៉ាទី1ដែរបាទនេះណាអញ្ចឹងរួចរាល់បានជោគជ័យ 100% ហើយបាទនេះគឺកម្រិតកាមេរ៉ាបងប្អូនបានឃើញណាបាទច្បាស់ល្អណាបាទអាចទទួលយកបានសម្រាប់កម្រិតនេះណាបាទអញ្ចឹងខ្ញុំចេញមកវិញសិនបាទឥឡូវបងប្អូនបានឃើញហើយគឺ2ណា2ផ្ទាំងបាទស្មើនឹង2កាមេរ៉ាសុវត្ថិភាពដែលយើងបានដំឡើងចូលទៅក្នុង app តែមួយណាអញ្ចឹងមិនថាបងប្អូនមាន3មាន4គ្រាប់ទេអញ្ចឹងបងប្អូនធ្វើការដូចគ្នាណាបាទធ្វើការដំឡើងដូចគ្នាបាទនេះការជួលដំណឹងបាទអញ្ចឹងបងប្អូនធ្វើការដំឡើងដូចគ្នាណាបងប្អូនចុចសញ្ញាបូកហ្នឹងដើម្បី add នៅកាមេរ៉ាទី3ទី4ថែមទៀតណាបើសិនជាបងប្អូនមាននឹងតម្រូវការណាបាទអញ្ចឹងខ្ញុំសូមចាប់តែប៉ុណ្ណេះនៃការ add កាមេរ៉ាបន្ថែមបាទចូលទៅក្នុង app តែមួយណាបាទអរគុណ